ថ្ងៃនេះបោស្រូវទៀតហើយបងប្អូនហើយនេះដែលច្រូតដៃបងប្អូនហើយពេលតែស្រូវយើងវាសិតទៅយើងចង់ច្រូតដៃបងប្អូនច្រូតដៃបោម៉ាស៊ីនធម្មតាបងប្អូនចូលមកដកកណ្ដាប់ឲ្យបងទៅនៅអេភូមិឯងបងប្អូនហើយនេះទៅដកផងបោផងបងប្អូនថាស្រូវរំដួលថាល្អបងប្អូនហើយស្រូវបោស្រូវរំដួលឯងយើងបោដោយម៉ាស៊ីនចេះវាអត់សូវលាយណាបងប្អូនទុកធ្វើពូជធ្វើអីបានបាទជម្រាបសួរបងប្អូនអរគ្នានេះគឺថាទៅដកស្រូវបោម៉ាស៊ីនបងប្អូនពីអ្នកក្មួយបងប្អូនអើយនេះគឺថានៅអេភូមិណែបងប្អូនបើគឺយន្តតូតាមធម្មតាបងប្អូនអើយនេះបោផងដកស្រូវមកវិញផងសកម្មភាពក៏មើលទេសភាពស្រូវក៏ក្រហមអស់ហើយល្មមច្រូតល្មមអីហ្នឹងបងប្អូនអើយតែទាញម៉ាស៊ីនទាញអីមិនបានទេសម័យម៉ាស៊ីនយ៉ាណាបងប្អូនអើយម៉ាស៊ីនមានតែ1 2គេយកអស់នេះក៏ខ្ញុំច្រូតដៃក៏នេះមកដល់កន្លែងបោហើយបងប្អូនវានៅមិនឆ្ងាយពីផ្ទះខ្ញុំប្រហែលទេបងប្អូនភូមិព្រៃសៃបងប្អូនអេភូមិខ្ញុំនេះមកដល់ឡើងបងប្អូនស្រូវនេះក៏មិនច្រើនផែល50រៃជាងបងប្អូនក៏នេះចាំបោនេះឯងដឹកផងបោផងបងប្អូននេះ4 5 6នាក់ដែរបងប្អូនហើយកូនក្មេងអត់ទៅរៀនក៏វាមកជួយលើកកណ្ដាប់ដាក់គយន្តបងប្អូនពីដំបូងថាទូលបងប្អូនទូលពេលតែខ្ញុំដើរមើលផ្លូវក៏វារៀងដៃរៀងរឹងបងប្អូនក៏ចូលគយន្តបានចូលបានក៏យើងចូលតែម្ដងបងប្អូនបាក់ដើរទូលនេះបងប្អូនគឺថាកម្មភាពដែលយើងលើកស្រូវដាក់គយន្តបងប្អូននេះកូនមេងព្រាតកន្លោះផងកូនមេងផងដៃមួយជើងគឺថាលឿនបងប្អូនហើយនេះមើលរូបពេលថតចង់បានបងប្អូនហើយបានតែពេលនេះហើយឆ្លៀតថតឲ្យបងប្អូនទស្សនាថាសប្បាយប៉ុណ្ណាបងប្អូនអើយយើងច្រូតដៃកាលមុនគឺថាសប្បាយឡោះសប្ងៃគេជន់ស៊ីនអស់ហើយអានេះស្រូវដែលថាយើងធ្វើពូជយើងច្រូតដៃទឹកបកកុំឲ្យស្រូវធ្វើពូជនោះដាក់ម៉ាស៊ីនអស់ហើយបងប្អូនអើយកណ្ដាប់ក៏មានច្រើនប៉ុណ្ណេះបងប្អូនអើយប្រមូលសរុបទៅក៏ចុចហៅម៉ាស៊ីនបកមកហើយម៉ាស៊ីនបកក៏ថាម៉ូនឯងត្រៀមមកហើយនេះដៃប៉ុណ្ណេះហើយនេះក៏ខ្ញុំជួថតលើគយន្តពេលម៉ាស៊ីនបកមកហើយបងប្អូនស៊ីនបកម៉ូឆាប់នេះឯងកំពុងម៉ូនេះក៏មកដល់ហើយមានទីនបកទៀតអានេះម៉ាស៊ីនទៅដកស្រូវម៉ាស៊ីនបកនៅខាងមុខនេះបងប្អូនមកដល់ហើយដល់មាញ់ក្តៅក៏ប្រាប់គាត់ឲ្យថយចុះមកក្រោមបងប្អូនអាផ្លូវអីថយចុះយ៉ាឡៃចន្រាក់ដៃចន្រាក់ផ្លូវបងប្អូនវានឹងចតកាលនេះខ្ញុំឈូថតមកក្រោមចាំក៏លឹងយូរដែរបងប្អូនតែមកដល់ហើយក៏ថយក៏យន្តចូលហើយស៊ីនបក50ថ្ងៃគឺវាអ្នកបកដៃគឺមិនសូវមានទេបងប្អូនចូលតាមម៉ាស៊ីនដៃចេះគាត់ថាស្រូវទុកពូជទុកអីវាសុតអត់លាយក៏គេបកដៃក៏ថតអង្គទស្សនាក៏ខ្យល់ក៏រហើយណាបងប្អូនរងាដល់2ថ្ងៃហើយបងប្អូនមានអ្នកថតអុយទេកយស្រូវផងថតផងពិបាកណាស់នេះគ្មានអ្នកថតបងថាគុណមេងមានណាទៅគុណមេងទៅរៀនអស់ក៏ថតខ្លួនឯងផងលេខត្រូវផងបងប្អូនគឺមិនសូវបានច្រើនទេបងប្អូនបាន20ជាង25ចានបងប្អូនក៏នេះអើយ21ម៉ោងបងប្អូនអូផ្លេដែរឡើងបងប្អូនផ្លេឡើងនឹងកំបឹងឡើងទៅគឺថាច្រកក្រុងបងប្អូនអើយមិនដាក់ធាលើកយន្តទេពុកមេប្រមូលអស់ហើយនេះគឺថាបង្ហើយម៉ាស៊ីនបោកក៏ជិតរួចដែរបងប្អូនហើយចំបើងដាក់វាកុំឲ្យវាជាប់ស្រូវតាមម៉ាស៊ីនគឺតូចអស់នេះបងប្អូនផលស្រូវដែលបានគឺថា8 9ក្បួយស្រូវយកឲ្យរួចម៉ាស៊ីនបោកប្រូចបងប្អូនហើយទៅហើយមិនដេញតែទៅបោកឯណាទៀតទេនេះទៅទៀតហើយអូនថាបោកដៃក៏បោកម៉ាស៊ីនតាមនេះទៅចំណាំគ្នារុញឡើងផ្លូវបងប្អូនព្រោះឡើងអត់រួចហុយផ្សេងជុំហើយអាប្អូនកន្លោះនឹងបងរុញនេះឡើងរួចដែរតើម្ចាស់គាត់ថាឡើងរួចនេះដល់ពេលលើកស្រូវម្ដងហើយបងប្អូនអើយនេះអ្នកធ្វើ YouTube តស្រែក៏មានតែប៉ុណ្ណេះឯងបងប្អូនតែធ្វើការអុយគេថតអុយតែប៉ុណ្ណេះស្រូវ9ក្បួនក្លើដាក់កយន្តហើយបងប្អូនចាប់ផ្ដើមហើយគឺថាឈឺចង្កេះទៀតហើយពីអ្នកអាប្អូនកន្លោះម៉ាស៊ីននៅស្រុកខ្ញុំ23ចានយកមួយបងប្អូនអាស្នំដែលហ្នឹងបងប្អូនយើងលើកទៅដល់រួចយើងរឹមលេងកំសាន្តមួយកុំឲ្យ stress អាកន្លោះរឹមខ្ញុំក៏លើកត្រូវតែឯងនេះមិនយូរប្រហែលទេបងប្អូនគឺថាអ្នកត្រកខ្ញុំគឺច្រូតរួចមួយផ្លេតនេះព្រោះគេប្រើម៉ាស៊ីនច្រូតមិនប្រើដៃដូចលើកមុនទេបងប្អូនគឺថាលឿនខ្លាំងណាស់ត្រូវទៅទុំប្រហែលក៏ច្រូតដៃខ្លះអីខ្លះបងប្អូនមានប្រាក់ក៏ច្រូតដៃធម្មតាខ្ញុំលើករួចហើយបងប្អូនគឺថាដល់ភូមិហើយមានណាថតអុយទេថតខ្លួនឯងដោយជីកយន្តមានថតយន្តផ្លូវឆេងប្រូខ្លាច់ស្ទាក់ទូរស័ព្ទដល់សួនហើយបងប្អូនគឺថាបងរៀបចំហាលស្រូវហើយបងប្អូនអូនក៏ត្រៀមកយន្តត្រៀមអីថតឲ្យបងប្អូនទស្សនាទៅដល់ផ្ទះហើយនេះបងប្អូនបាទអរគុណច្រើនបងប្អូនអរគ្នាតែតាមដានទស្សនាវីដេអូខ្ញុំបើសិនបងប្អូនឃើញវីដេអូខ្ញុំចុច like ចុច share ម្នាក់មួយផងបាទអរគុណច្រើនបងប្អូនអរគ្នាបាទ